បាទសួរអ្នកទាំងអស់គ្នាខ្ញុំមានចំណេះដឹងតិចតួចតកតងទៅនឹងខ្សែសាកមានបងប្អូនខ្លះគាត់ខ្សែសាកប្រើរបស់ copy អញ្ចឹងវាចាប់ខូចឥឡូវនេះយើងបងប្អូនទៅមើលរបៀបមើលនៅខ្សែសាកស៊ីនគឺស្រួលមើលបងប្អូនគឺមាន logo Apple នៅលើខ្សែសាកហ្នឹងចឹងវាស្រួលមើលទេនៅលើខ្សែសាកហ្នឹងគឺគេបញ្ជាក់ច្បាស់ថាមាន logo Apple original នៅលើខ្សែសាកហ្នឹងហ្មងគឺវាងាយស្រួលក្នុងការមើលទេព្រោះខ្សែ fake វាអត់មាន logo Apple ទេតែលើខ្សែស៊ីនគឺវាមានរាល់ឆ្នាំសាកស៊ីនគឺមានមិនថាបកពីប្រអប់ឬក៏ទិញខាងក្រៅទេបើខ្សែ fake វាអត់មានហើយនឹងចំណុចមើលមានមួយចំណុចទៀតបើយើងអត់ចេះមើលងាយទេស្ថានភាពខ្សែគឺវាធំល្អស្វិតកាច់អត់បាក់ទេខ្សែវាហើយចំណុចមួយទៀតនោះគឺនៅក្នុងខ្សែ Type C អាខាង Type C ហ្នឹងគឺវាមានងាំពីរហ្នឹងវាបញ្ជាក់ថាខ្សែហ្នឹងវារបស់ original ហើយហ្នឹងបងប្អូនមានប៉ុណ្្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនា